mau tra chiếng đo bên đồក្រឡេកមើលទៅក្នុងបន្ទប់ដែលយើងធ្លាប់រស់នៅជួបជុំកៅអីមួយនោះនៅទំនេរគ្មានអ្នកអង្គុយញញឹមសោះត្រឹមតែភាពស្ងប់ស្ងាត់និងទឹកភ្នែកដែលហូរស្រង់ជុំព្យាយាមថ្មេចភ្នែកបំភ្លេចការពិតដ៏សែនឈឺចាប់តែខួរក្បាលនៅតែប្រាប់ថាអ្នកបានចាក់ចេញទៅឆ្ងាយឆ្ងាយរហូតដល់កន្លែងមួយដែលខ្ញុំមិនអាចទៅក្បែរបានបន្សល់ទុកត្រឹមរូបថតនិងការចងចាំដែលមិនអាចលុបលាតែដឹងទេថាអ្នករស់នៅទីនោះសុខទុក្ខយ៉ាងណានៅទីនេះមានមនុស្សម្នាក់ចង់ឮសំឡេងអ្នកម្ដងទៀតណាចង់អោបឲ្យនៅក្នុងរង្វង់ដៃចង់ប្រាប់ថាបារម្ភខ្លាំងណាស់មានត្រឹមភាពទូទៅស្អាតនិងការនឹករលឹកដែលគ្មានថ្ងៃទៅដល់បើពេលវេលាអាចបកក្រោយខ្ញុំនឹងមើលថែអ្នកឲ្យល្អជាងនេះនឹងមិនឲ្យអ្នកឆ្លងកាត់ការឈឺចាំតែម្នាក់ឯងឡើយតែពេលនេះហួសពេលហើយមានតែពាក្យជូនពរទាំងទឹកភ្នែកសូមឲ្យអ្នកបានទៅកាន់កន្លែងមួយដ៏មានក្តីសុខលាហើយមនុស្សជាទីស្រឡាញ់របស់ខ្ញុំលាហើយមនុស្សជាទីស្រឡាញ់របស់ខ្ញុំទោះគ្មានអ្នកនៅក្បែរក៏អ្នកនៅតែនៅក្នុងបេះដូងខ្ញុំជានិច្ចរងចាំថ្ងៃមួយដែលយើងនឹងបានជួបគ្នាឡើងវិញ